នេះជាអាហារ4មុខដែលជួយប៉ូវសូដនគ្មានទាស់បងប្អូនចង់បានសូដនដែលមានសុខភាពល្អអាចញ៉ាំអាហារទាំង4មុខនេះបានអាហារគឺមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់ជីវិតបើអ្នកញ៉ាំអាហារល្អច្រើនសុខភាពរបស់អ្នកក៏ល្អមិនឈឺច្រើនរស់នៅបានអាយុវែងទៅតាមនឹងផងដែរក៏ប៉ុន្តែរបបអាហារមិនល្អគឺអាចធ្វើឲ្យអ្នកប្រឈមជាមួយនឹងការខូចសុខភាពឈឺច្រើនសុខភាពចុះខ្សោយទៅតាមនឹងផងដែរដូចគ្នាជាមួយគ្នានេះផងដែរថ្ងៃនេះខ្ញុំនឹងសូមលើកយករបបអាហារចំនួន4មុខដែលមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកជាពិសេសល្អសម្រាប់សុខភាពរបស់សូដនរបស់មនុស្សស្រីអាស្រ័យហេតុនេះហើយអ្នកអាចជ្រើសរើសញ៉ាំបានអាស្រ័យហេតុនេះហើយអ្នកអាចជ្រើសរើសញ៉ាំវាបានទី1ទឹកដោះគោសណ្ដែកទឹកដោះគោសណ្ដែកផលិតពីទឹកដោះគោដែលចម្រាញ់ចេញពីគ្រាប់សណ្ដែកត្រូវបានគេណែនាំសម្រាប់ស្ត្រីដែលចង់មានដើមទ្រូងធំគឺវាជួយបង្កើនកម្រិតនៃអរម៉ូនអេស្ត្រូសែនប្រូហ្សេស្តេរ៉ូនជំរុញលំហូរឈាមនៅក្នុងសូដនជួយឲ្យសូដនរីកលូតលាស់បានល្អទំហំត្រូវតាមស្តង់ដារផងដែរទី2គ្រាប់ធញ្ញជាតិគ្រាប់ធញ្ញជាតិដូចជាវ៉ាល់ណាតគ្រាប់ស្វាយចន្ទីសណ្ដែកដីគ្រាប់ផ្កាឈូករ័ត្នគ្រាប់ល្ពៅនិងគ្រាប់ពូជហ្វ្លេកដែលមានផ្ទុកជាតិខ្លាញ់ល្អប្រូតេអ៊ីនដែលជួយជំរុញការលូតលាស់របស់សូដនធ្វើឲ្យកម្រិតអរម៉ូនអេស្ត្រូសែនមានតុល្យភាពទី3ផ្លែទំពាំងបាយជូរផ្លែទំពាំងបាយជូរមានរសជាតិជូរអែមឆ្ងាញ់ប្លែកម្យ៉ាងអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអត្ថប្រយោជន៍របស់ផ្លែទំពាំងបាយជូរនេះឯងផ្លែទំពាំងបាយជូរគ្រប់ពណ៌សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងដែលមានឈ្មោះថា Resveratrol សារធាតុនេះមានសមត្ថភាពជួយការពារនិងកាត់បន្ថយជំងឺមហារីកសូដនថ្លើមនិងក្រពះផងដែរដូច្នេះអ្នកអាចបន្ថែមផ្លែទំពាំងបាយជូរធ្វើជាអាហារសម្រន់ឬក៏បង្អែមសម្រាប់លាងមាត់ក្រោយការញ៉ាំបាយក៏បានផងដែរលោកអ្នកក៏អាចញ៉ាំតែមួយចង្កោមជាប្រចាំថ្ងៃក៏បានព្រោះផ្លែឈើនេះជួយដល់សុខភាពការពារជំងឺបានយ៉ាងល្អបំផុតទី4ខ្ទឹមពពួកខ្ទឹមសខ្ទឹមបារាំងគឺមានប្រយោជន៍ជាច្រើនជួយដល់សុខភាពរបស់លោកអ្នកក៏ព្រោះតែខ្ទឹមទាំងនោះមានសម្បូរទៅដោយវីតាមីន C និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតដែលជួយលើកកម្ពស់ដល់ជាលិការបស់សូដនឲ្យមានសុខភាពល្អរឹងមាំនិងកាត់បន្ថយហានិភ័យជំងឺមហារីកសូដនបានផងដែរ